ប្រមាណវិធីដកចំនួន2ខ្ទង់ដកនឹងចំនួន2ខ្ទង់តោះចាប់ផ្ដើមទាំងអស់គ្នា65ដក12 65គឺតាំងនៅខាងស្ដាំនៃក្បាច់5ឈរនៅលើខ្ទង់រាយ6ឈរនៅលើខ្ទង់10រីឯ12គឺតាំងនៅខាងឆ្វេងនៃក្បាច់2ឈរនៅលើខ្ទង់រាយខ្ទង់ទី2 1ឈរនៅលើខ្ទង់10ខ្ទង់ទី1ស្ថិតនៅខាងឆ្វេងនៃក្បាច់ខ្ទង់10ដកខ្ទង់10ខ្ទង់រាយដកខ្ទង់រាយអញ្ចឹងប្រមាណវិធីបូកនិងប្រមាណវិធីដកគឺមិនខុសគ្នាទេយើងត្រូវតែដកខ្ទង់ណាដែលធំមុនលក្ខខណ្ឌលេខនេះគឺខ្ទង់10ធំជាងគេអញ្ចឹងត្រូវដកខ្ទង់10មុនយើងមិនអាចដកខ្ទង់រាយមុនខ្ទង់10ទេតោះយើងដកខ្ទង់10មុនអញ្ចឹងតោះអញ្ចឹងយើងដកគឺយកចេញតោះយើងមើលខ្ទង់10យើងត្រូវយកចេញប្រមាណយើងមើលខាងឆ្វេងគឺលេខ1ដែលឈរនៅលើខ្ទង់10គឺស្មើនឹង10តោះអញ្ចឹងយើងដកលេខ1នៅលើខ្ទង់10ដូចគ្នាយើងមានមួយដកទេខ្ទង់10ខាងស្ដាំមានយើងដកមកក្របចេញតែម្ដងវិញបើមានយើងដកចេញតែម្ដងតោះខាងឆ្វេងគឺលេខ2មានណាត្រូវដក2ចេញលេខខ្ទង់រាយខ្ទង់រាយខាងឆ្វេងគឺលេខ2អញ្ចឹងយើងត្រូវដកលេខ2ចេញនៅខ្ទង់រាយខាងស្ដាំដូចគ្នាតោះអញ្ចឹងខាងស្ដាំយើងមានខ្ទង់រាយស្ដាំយើងមាន2ដកទេយើងមើលគឺមានមួយក្របនេះខ្ទង់រាយស្មើនឹង5អញ្ចឹងយើងខ្ចី5មកនេះរុញចេញខ្ចី5យក2នៅសល់3ដែលនៅសល់គឺរុញឡើងអញ្ចឹងយើងលុបនឹងឆ្វេងចោលមកវិធីចប់ប៉ុណ្ណឹងគឺចម្លើយគឺឃើញ53តទៀត67ដក12អូខេ67គឺតាំងនៅខាងស្ដាំនៃក្បាច់7ឈរនៅលើខ្ទង់រាយ6ឈរនៅលើខ្ទង់10រីឯ15គឺតាំងនៅខាងឆ្វេងសំទោស12គឺតាំងនៅខាងឆ្វេងនៃក្បាច់2ឈរនៅលើខ្ទង់រាយ1ឈរនៅលើខ្ទង់10ខ្ទង់10ដកខ្ទង់10ខ្ទង់រាយដកខ្ទង់រាយតោះខ្ទង់10ត្រូវដកប៉ុន្មានគឺដក1ឬក៏ចំនួន10នឹងឯងតោះអញ្ចឹងយើងមានមួយដកនៅលើខ្ទង់10ខាងស្ដាំអត់មានជិះបើមានយើងរុញតែម្ដងរុញចេញដកចេញអញ្ចឹងឃើញទេដកចេញទាញចេញអញ្ចឹងតោះខាងឆ្វេងត្រូវដកប្រហែលយើងមើលឆ្វេងយើងលេខ2ឃើញទេខាងឆ្វេង2អញ្ចឹងយើងក៏ត្រូវដក2នៅខាងស្ដាំដែរខាងស្ដាំមាន2ដកអត់យើងមើលមានស្រាប់តែម្ដងចុះមានសាច់ដកចេញទាញចេញអញ្ចឹងណាតោះមកយើងលុបឆ្វេងចោលចម្លើយគឺឃើញ55តទៀតគឺ68ដក10 12 68គឺតាំងនៅខាងស្ដាំនៃក្បាច់8ឈរនៅលើខ្ទង់រាយ6ឈរនៅលើខ្ទង់10រីឯ12គឺតាំងនៅខាងឆ្វេងនៃក្បាច់2ឈរនៅលើខ្ទង់រាយ1ឈរនៅលើខ្ទង់10ខ្ទង់10ដកខ្ទង់10ខ្ទង់រាយដកខ្ទង់រាយតោះខ្ទង់10ត្រូវដកប៉ុន្មានគឺដក1ចេញលេខ1នៅលើខ្ទង់10ស្មើ10នោះអញ្ចឹងយើងត្រូវដក1មកយើងដក1ចេញនេះមានមួយដកឯលើខ្ទង់10មានមួយក្របហ្នឹងគឺស្មើ1ដកពឹបឃើញទេអញ្ចឹងលេខ1នៅលើខ្ទង់10ស្មើ10ដកលេខ1ចេញគឺដូចដក10អញ្ចឹងនៅលើខ្ទង់10តោះខ្ទង់រាយត្រូវដកប៉ុន្មានយើងមើលឆ្វេងយើងគឺលេខ2អញ្ចឹងត្រូវដក2ដែរអញ្ចឹងយើងដក2គ្រាប់ចេញនៅខាងស្ដាំខ្ទង់រាយយើងដក2ចេញឃើញយក2ចេញលុបឆ្វេងចោលចម្លើយគឺឃើញ56នេះឃើញរូបរាងបែបនេះតោះមួយទៀតគឺ69ដក10 69គឺតាំងនៅខាងស្ដាំនៃក្បាច់9ឈរនៅលើខ្ទង់រាយ6ឈរនៅលើខ្ទង់10រីឯ12គឺតាំងនៅខាងឆ្វេងនៃក្បាច់2ឈរនៅលើខ្ទង់រាយ1ឈរនៅលើខ្ទង់10ខ្ទង់10ដកខ្ទង់10ខ្ទង់រាយដកខ្ទង់រាយតោះខ្ទង់10ត្រូវដកប៉ុន្មាននេះលេខ1អញ្ចឹងត្រូវដក1ចេញយើងមានមួយដកអត់ខ្ទង់10យើងខាងស្ដាំមានមួយដកអត់លេខ1មាននេះយើងមាន2គ្រាប់អញ្ចឹងឥឡូវមួយគ្រាប់ស្មើ5អាក្រោមមួយគ្រាប់ស្មើ1អញ្ចឹងយើងមានមួយស្រាប់ដកយើងដកចេញតែម្ដងឃើញទេដកលេខ1នៅលើខ្ទង់10ហ្នឹងគឺដូចជាដក10អញ្ចឹងពីព្រោះលេខ1នៅលើខ្ទង់10មិន10អញ្ចឹងដូចគ្នាយើងដក10ឯណាឬក៏ដក1នឹងឯងតោះយើងត្រូវដក2នៅលើខ្ទង់រាយយើងមាន2ដកឯងយើងមានស្រាប់តែម្ដងមកមានយើងដកតែម្ដងដកចេញគឺយកចេញអញ្ចឹងឃើញទេហើយយើងលុបឆ្វេងចោលយើងដកឲ្យអស់ហើយអញ្ចឹងចម្លើយគឺឃើញ55 នេះគឺជាប្រមាណវិធីដកចំនួន2ខ្ទង់ដកនឹងចំនួន2ខ្ទង់ប្រសិនជាបងប្អូនចង់បានឧបករណ៍នេះបងប្អូនអាចតាក់ទងទៅសាលាអប់រំពិសេសនៅភ្នំពេញកំពង់ចាមសៀមរាបឬបាត់ដំបងបើសិនជាបងប្អូនចង់ទិញបងប្អូនអាចទិញតាម website កក់តាម website ទៅអាចម៉ាឡេស៊ីឬក៏ចិនគេមានលក់ហើយអញ្ចឹងខ្ញុំសូមអរគុណ